ដូច្នេះគាត់បានទាមទារឲ្យស៊ីលវីទៅជាមួយគាត់ប៉ុន្តែស៊ីលវីគ្រាន់តែបដិសេធថាទេដូច្នេះគាត់ចាប់ផ្ដើមវាយប្រហារភ្លាមអាធីចង់រត់ចូលទៅជួយនាងប៉ុន្តែបន្ទាប់មកគាត់បានឮសំឡេងស៊ីលវីនៅក្នុងក្បាលប្រាប់ឲ្យគាត់កុំបារម្ភអំពីនាងសត្រូវមួយទៀតព្យាយាមបញ្ចុះបញ្ចូលស៊ីលវីឲ្យទៅជាមួយគាត់ដោយព្រមានថាបើនាងមិនទៅទេគាត់នឹងត្រូវសម្លាប់នាងប៉ុន្តែស៊ីលវីស្រឡាញ់ស្លាប់ល្អជាងគោរពគាត់ដូច្នេះនាងចាប់ផ្ដើមប្រមូលម៉ាណារបស់នាងហើយបង្ហាញរឿងពិតប្រាកដរបស់នាងបង្ហាញថាស៊ីលវីជាអ្នកត្រាគូនឹងនៅក្នុងរឿងនេះនាងអាចប្រើអំណាចបានច្រើនជាងមុននាងបាញ់កាំជ្រួចធំមួយទៅលើសត្រូវមួយទៀតដូច្នេះគាត់បានទុកវាប៉ុន្តែគាត់ប្រាប់នាងថានាងកំពុងធ្វើឲ្យខ្លួនឯងល្ងងព្រោះជាមួយសភាពរាងកាយបច្ចុប្បន្នរបស់នាងនឹងមិនអាចរស់រានមានជីវិតបានទេបើប្រើអំណាចច្រើនប៉ុណ្ណោះស៊ីលវីដឹងច្បាស់ថានាងប្រហែលជានឹងស្លាប់ពីរឿងនេះប៉ុន្តែនាងមិនបារម្ភទេព្រោះនាងបានរស់នៅយូរហើយនឹងមានជីវិតសប្បាយរីករាយនាងបានជោគជ័យក្នុងការបុកសត្រូវមួយទៀតឲ្យបុកជញ្ជាំងប៉ុន្តែគាត់មិនទាន់ចប់នៅឡើយទេគាត់បានឈរឡើងវិញហើយចាប់ផ្ដើមបាញ់កាំជ្រួចជាច្រើនទៅលើស៊ីលវីនាងទទួលរងការខូចខាតធ្ងន់ធ្ងរពីការវាយប្រហារប៉ុន្តែនៅពេលនេះនាងកាន់តែបារម្ភអំពីអាធើរជាងខ្លួនឯងព្រោះការប្រយុទ្ធឥឡូវនេះកាន់តែជិតគាត់ប៉ុន្មានហើយសត្រូវមួយទៀតបាញ់កាំជ្រួចមួយទៀតទៅលើនាងហើយនាងមិនអាចជិះវៀងបានទេព្រោះវានឹងប៉ះអាធើរដូច្នេះនាងប្រើអំណាចទាំងមូលរបស់នាងដើម្បីទប់ស្កាត់កាំជ្រួចនោះហើយបញ្ឈប់ពេលវេលាបណ្ដោះអាសន្នខណៈពេលវេលាត្រូវបានបញ្ឈប់នាងប្រាប់អាធើរឲ្យចេញពីកន្លែងលាក់អាធើរធ្វើតាមដែលនាងប្រាប់ព្រោះវាហាក់ដូចជាដោយសុវត្ថិភាពហើយគាត់ក៏ចង់សួរអំពីអ្វីទាំងអស់ដែលកំពុងកើតឡើងជាពិសេសរឿងដែលនាងជាខ្មោចកណ្ដោប៉ុន្តែពេលវេលាមិនអាចខ្ជះខ្ជាយបានទេសមត្ថភាពបញ្ឈប់ពេលវេលារបស់នាងនឹងមិនអាចស្ទើរតែបន្តបានទៀតទេដូច្នេះនាងត្រូវតែប្រញាប់ធ្វើឲ្យអាធើររក្សាសុវត្ថិភាពនាងបើករុនវិមាត្រដែលនាងកំពុងធ្វើការលើវាប៉ុន្តែដោយសាររបួសនិងការធ្វើមុនយ៉ាងប្រញាប់ប្រញាល់មិនទាន់ពេញលេញទ្វារនោះមិននាំអាធើរទៅផ្ទះរបស់គាត់ទេជំនួសវិញវាបើកចូលទៅកន្លែងទំនេរមិនស្គាល់នាងព្យាយាមជិះវៀងការបញ្ជូនគាត់ចូលព្រៃព្រោះវាអាចគ្រោះថ្នាក់ប៉ុន្តែឥឡូវនេះនាងគ្មានជំរឿទេយ៉ាងណាក៏ដោយនាងមានជំនឿថាអាធើរអាចរស់នៅដោយខ្លួនឯងហើយអាចត្រឡប់ទៅផ្ទះវិញបានដោយបច្ចេកទេសដែលនាងបានបង្រៀនគាត់ដូច្នេះនាងមិនបារម្ភអំពីសុវត្ថិភាពរបស់គាត់ទៀតទេនាងសួរគាត់ម្ដងទៀតថាគាត់មានបំណងប្រើអំណាចរបស់គាត់សម្រាប់អ្វីដោយគ្មានការស្ទាក់ស្ទើរអាធើរឆ្លើយថាគាត់នឹងប្រើអំណាចនេះដើម្បីការពារប្រសាសន៍របស់គាត់តែប៉ុណ្ណោះវាគ្រប់គ្រាន់ហើយសម្រាប់ធ្វើឲ្យស៊ីលវីមានចិត្តស្ងប់ថាគាត់នឹងមិនប្រើកម្លាំងរបស់គាត់សម្រាប់គោលបំណងផ្ទាល់ខ្លួនទេមុនពេលគាត់ទៅមានអ្វីមួយចំនួនដែលនាងចង់ផ្ដល់ឲ្យគាត់ដូច្នេះនាងបានបង្កើតស៊ុបមួយនិងស្លាបបក្សីមួយនៅចំពោះមុខគាត់នាងប្រាប់អាធើរឲ្យរុំស៊ុតនោះជាមួយស្លាបបក្សីហើយថែរក្សាវាឲ្យល្អហើយជាអំណោយចុងក្រោយនាងបានបញ្ចេញចិត្តស្រឡាញ់របស់នាងទៅលើរាងកាយរបស់អាធើរតាមរយៈស្នាមមួយលើដៃរបស់គាត់អាធើរមានអារម្មណ៍ច្របូកច្របល់ដោយសារតែគាត់សួរថានាងកំពុងធ្វើអ្វីប៉ុន្តែស៊ីលវីមិនមានកម្លាំងពន្យល់ទេនាងប្រាប់គាត់ថាមួយថ្ងៃណាមួយគាត់នឹងដឹងពីរបៀបប្រើវាប៉ុន្តែគួរឲ្យសោកស្ដាយនាងនឹងមិននៅទីនោះដើម្បីបង្រៀនគាត់ទៀតទេនាងក៏យកពេលមួយសុំទោសអាធើរផងដោយទទួលសារភាពថាជាការពិតនាងអាចបញ្ជូនគាត់ត្រឡប់ទៅក្រុមគ្រួសាររបស់គាត់ភ្លាមនៅពេលគាត់មកដល់ប៉ុន្តែដោយសារតែនាងរីករាយនឹងការរួមសំណាក់ជាមួយគាត់ខ្លាំងពេកនាងមិនចង់ឲ្យវាបញ្ចប់ឡើយហើយឥឡូវនេះដោយសារជំរឿប្រយោជន៍ផ្ទាល់ខ្លួននោះនាងបានបញ្ចប់ដោយដាក់គាត់ក្នុងគ្រោះថ្នាក់អាធើរមានអារម្មណ៍អាក្រក់ណាស់ព្រោះគាត់ដឹងថាគាត់មិនមានអំណាចសង្គ្រោះស៊ីលវីយ៉ាឲ្យផុតពីការស្លាប់នៅទីនេះទេទោះបីនាងបានបង្រៀនរឿងជាច្រើនឲ្យគាត់ក៏ដោយគាត់មិនខ្វល់ថានាងជាខ្មោចក្រពើឬសត្វអាក្រក់ទេនាងជាសមាជិកគ្រួសារដ៏មានតម្លៃរបស់គាត់នាងប្រៀបដូចជាម្ដាយរបស់គាត់តែស៊ីលវីយ៉ារំលឹកថាគាត់មានម៉ាក់ហើយអាធើរប្រាប់នាងថានាងអាចជាយាយរបស់គាត់បានស៊ីលវីយ៉ាមិនបានរំពឹងថានឹងទទួលបានចម្លើយបែបនោះទេប៉ុន្តែគំនិតដែលត្រូវគេហៅថាយាយវាធ្វើឲ្យនាងរីករាយខ្លាំងណាស់នាងសួរឲ្យអាធើរប្រកាន់ម្ដងទៀតហើយគាត់ក៏ព្រមធ្វើដោយចិត្តរីករាយទោះបីស៊ីលវីយ៉ាអារម្មណ៍សោកស្ដាយយ៉ាងខ្លាំងដែលនាងមិនអាចឃើញអាធើរវិញបានទេក៏ដោយប៉ុន្តែពេលវេលាកំពុងតែអស់ហើយដូច្នេះនាងបានជំរុញគាត់ឲ្យទៅមុខដោយស្នើសុំឲ្យគាត់ឆ្លងកាត់ច្រកទ្វារអាធើរយល់ដឹងដូច្នេះគាត់យកអំណោយដែលនាងបានផ្ដល់ឲ្យហើយដើរឆ្លងកាត់ច្រកទ្វារទៅប៉ុន្តែនៅវិនាទីចុងក្រោយគាត់បានផ្លាស់ប្ដូរចិត្តហើយចាប់ផ្ដើមសុំស៊ីលវីយ៉ាឲ្យទៅជាមួយគាត់តែស៊ីលវីយ៉ាមិនអាចធ្វើបែបនោះបានទេដូច្នេះនាងបានបិទច្រកទ្វារហើយផ្ញើអាធើរចេញទៅពេលវេលាបន្តឡើងវិញហើយស៊ីលវីយ៉ាត្រូវរងការប្រហារពីសត្វរឿងមួយទៀតហើយការខូចខាតមើលទៅធ្ងន់ធ្ងរនាងដួលចុះលើដីប៉ុន្តែសត្វរឿងមិនត្រូវបោកបញ្ឆោតថានាងស្លាប់ទេវាដឹងថានាងខ្លាំងពេកមិនអាចចាញ់ដោយការប្រហារតែមួយបានទេទោះបីជាយ៉ាងណានៅពេលវាចូលក្បែររូបកាយស្ងៀមស្ងាត់របស់នាងវាក៏បន្ថយការប្រុងប្រយ័ត្នរបស់វា
នៅពេលវីចូលមកដល់ចិត្តស៊ីលវីយ៉ាប្រមូលកម្លាំងចុងក្រោយរបស់នាងហើយបាញ់កាំជ្រួចដ៏ខ្លាំងបំផុតបំផ្លាញវាឲ្យក្លាយជាធូលីនិងបំផ្លាញអ្វីនៅចិត្តនោះទាំងអស់ខណៈដែលអាធឺកំពុងត្រូវបញ្ជូនទៅកន្លែងថ្មីគាត់បានលើសារចុងក្រោយមួយពីស៊ីលវីយ៉ានាងសួរថាគាត់ចាំអ្វីដែលនាងបានប្រាប់ពីមុនអំពីវិធីប្រើអំណាចរបស់គាត់ឲ្យត្រឹមត្រូវទេអាធឺក៏ចាំបានដែរទោះបីជាគាត់នៅតែមានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំងចំពោះអ្វីទាំងអស់ដែលទើបកើតឡើងបន្ទាប់មកស៊ីលវីយ៉ាបានប្រាប់គាត់ថាពិភពលោកអាចជាកន្លែងសោកស្ដាយមួយហើយពេលវេលាដូចនេះក៏តែងតែមានកើតឡើងជាប្រចាំតែហេតុនេះហើយដែលអាធឺត្រូវតែធ្វើឲ្យមានភាពខុសគ្នាត្រូវតែបំលែងអ្វីឲ្យប្រសើរឡើងអាធឺបដិសេធដោយបញ្ជាក់ថាគាត់មិនអាចធ្វើអ្វីធំដល់ថ្នាក់នោះបានទេតែស៊ីលវីយ៉ាមិនបានស្នើឲ្យគាត់បំលែងពិភពលោកក្នុងមួយយប់នោះទេគាត់អាចធ្វើវាបន្តិចម្ដងដោយចាប់ផ្ដើមពីជំហានតូចលើសពីនេះទៅទៀតនេះមិនមែនជាលើកដំបូងដែលគាត់គ្រប់គ្រងវាសនាពិភពលោកទេស៊ីលវីយ៉ាបានដឹងអំពីជីវិតមុនរបស់អាធឺដែលជាស្ដេចទោះបីស៊ីលវីយ៉ាមិនពេញចិត្តនឹងរបៀបដែលគាត់គ្រប់គ្រងនៅសម័យនោះក៏ដោយក៏នាងមានជំនឿថាបើអាធឺមិនឲ្យកំហឹងគ្រប់គ្រងបេះដូងរបស់គាត់ទេគាត់នឹងក្លាយជាស្ដេចដ៏ថ្លៃថ្នូរពិតប្រាកដម្នាក់ដែលអាចផ្លាស់ប្ដូរពិភពលោកឲ្យប្រសើរឡើងបានពេលខ្លះកន្លងផុតទៅអាធឺបានស្ដារឡើងវិញនៅលើដីហើយសន្យាថានឹងគោរពតាមបំណងរបស់ស៊ីលវីយ៉ាហើយជាដំបូងគាត់ត្រូវតែស្វែងរកវិធីគេចខ្លួនចេញពីព្រៃអស់ទីបញ្ចប់នេះជាមុនសិនបន្ទាប់ពីអាថិលត្រូវបានបញ្ជូនទៅព្រៃអេលហ្វេនគាត់ចាប់ផ្ដើមដំណើរត្រឡប់ទៅផ្ទះវិញខណៈពេលដែលគាត់កំពុងដើរស្រាប់តែមានសំឡេងស្រែកមួយបំបែកព្រៃធ្វើឲ្យគាត់យកចិត្តទុកដាក់សំឡេងនោះហាក់ដូចជារបស់ក្មេងស្រីម្នាក់បណ្ដាលឲ្យគាត់បញ្ចូលម៉ាណាចូលទៅក្នុងជើងដោយមិនស្ទាក់ស្ទើររត់ទៅរកប្រភពសំឡេងនោះដើម្បីឲ្យមើលឃើញបានច្បាស់គាត់លោតឡើងលើមែកឈើធំមួយពីកន្លែងខ្ពស់នេះទិដ្ឋភាពបានច្បាស់លាស់ក្រុមចោរព្រៃមួយក្រុមបានចាប់ក្មេងស្រីតូចម្នាក់ទោះបីនាងព្យាយាមដោះខ្លួនចេញក៏ដោយតែពួកគេបានចាប់នាងរួចហើយបិទមាត់នាងដើម្បីបិទសំឡេងស្រែកព្រោះក្មេងស្រីនោះជាជនជាតិអេលហ្វេនក្រុមចោរព្រៃមានបំណងលក់នាងឲ្យអ្នកមានដើម្បីរកប្រាក់ចំណេញយ៉ាងច្រើនបន្ទាប់ពីគេចេញពីព្រៃពួកគេចង់នាងយ៉ាងរហ័សហើយរុញនាងចូលទៅខាងក្រោយរថយន្តរបស់ពួកគេនៅពេលដែលអាធឺសមើលឃើញហេតុការណ៍នោះសិតគាត់ត្រូវបានលិចលង់ដោយអនុស្សាវរីយ៍ការចងចាំពីពេលដែលគាត់និងគ្រួសាររបស់គាត់ត្រូវបានចោរព្រៃវាយប្រហារគាត់ចងចាំថាអ្នកវាយប្រហារនោះបាននិយាយអ្វីមួយអំពីការអត់សម្លាប់គាត់និងស្ត្រីដើម្បីលក់ពួកគេនៅពេលក្រោយគំនិតនោះធ្វើឲ្យគាត់ពោពេញដោយកំហឹងរឿងដំបូងដែលឆ្លងកាត់គំនិតគាត់គឺចង់សម្លាប់ចោរព្រៃទាំងអស់សម្រាប់អំពើអាក្រក់ដ៏សាហាវនេះប៉ុន្តែបន្ទាប់មកគាត់ចងចាំដល់ដំបូន្មានរបស់ស៊ីលវីអំពីការត្រួតពិនិត្យកំហឹងរបស់ខ្លួនដូច្នេះគាត់បានផ្អាកដើម្បីប្រមូលគំនិតនិងបន្ថយកំហឹងគាត់យល់ថាបើគាត់បើកបរចូលទៅដោយមិនគិតពិចារណាលើនេះវាអាចធ្វើឲ្យជីវិតក្មេងស្រីនោះក្នុងគ្រោះថ្នាក់ដូច្នេះគាត់សម្រេចចិត្តទុកខ្លួនរងចាំឱកាសល្អបំផុតសម្រាប់ធ្វើសកម្មភាពចោរព្រៃឡើងទៅលើរថយន្តរបស់ពួកគេហើយចាប់ផ្ដើមធ្វើដំណើរចេញពីព្រៃខណៈដែលអាធឺដើរតាមពួកគេយ៉ាងស្ងៀមស្ងាត់ក្នុងស្រមោលពេលយប់ធ្លាក់ចុះពួកគេមិនមានជម្រើសទេក្រៅពីត្រូវបញ្ឈប់និងសង់ជំរំព្រោះមិនអាចធ្វើដំណើរបានក្នុងភាពងងឹតអាធិសចាប់ផ្ដើមពិចារណាអំពីជម្រើសរបស់ខ្លួនតើគាត់គួរតែបន្តតាមពួកគេរហូតដល់ពួកគេដល់ទីក្រុងមនុស្សឬគួរតែវាយប្រហារលើនេះប៉ុន្តែបន្ទាប់មកគាត់ទៅចោរព្រៃម្នាក់កំពុងអួតអាងអំពីរូបក្មេងស្រីថាស្អាតប៉ុណ្ណាហើយនៅពេលនោះអាធិសដឹងថាគាត់មិនអាចរងចាំបានទៀតទេគាត់បដិសេធមិនទុកឲ្យក្មេងស្រីនៅក្នុងដៃពួកចោរទៀតទេទោះបីជាយ៉ាងណាគាត់ក៏ដឹងថាគាត់ត្រូវរងចាំរហូតដល់យប់មុននឹងចាប់ផ្ដើមសកម្មភាពដូច្នេះអាធឺសម្រាប់ហើយចាប់ផ្ដើមធ្វើសមាធិដើម្បីរៀបចំចិត្តខ្លួនឯងឲ្យរួចរាល់សម្រាប់ការលាក់វាយពេលដែលភាពងឹតបានគ្រប់ដណ្ដប់គ្រប់គ្រាន់អាធឺបើកភ្នែកហើយចាប់ផ្ដើមរៀបចំយុទ្ធសាស្ត្រវាយប្រហារនោះហើយគាត់បានសង្កេតឃើញថាចៅព្រៃមានឆ្កែព្រៃជាច្រើនចុងខ្សែហើយគាត់សង្កេតឃើញថាវិធីដែលឆ្កែព្រៃទាំងនោះគោរពបញ្ជាពីមនុស្សទាំងនេះដោយមិនមានការប្រឆាំងអ្វីឡើយគឺជារឿងចម្លែកគាត់ពិនិត្យឆ្កែព្រៃទាំងនោះយ៉ាងប្រុងប្រយ័ត្នហើយសង្កេតឃើញថាឆ្កែទាំងអស់ស្លៀកកងក្រវ៉ាត់វេទមន្តដែលប្រើសម្រាប់បង្ខំឲ្យពួកវាគោរពបញ្ជានេះជារឿងដែលគាត់អាចយកទៅប្រើប្រាស់បានដូច្នេះគាត់បានបោះថ្មប៉ុន្មានគ្រាប់ទៅកាន់ឆ្កែព្រៃដើម្បីបង្កឲ្យពួកវាភ្ញាក់ផ្អើលចៅព្រៃបានឮសំឡេងហោរារបស់ឆ្កែព្រៃនៅទីនោះដូច្នេះមេក្រុមបានបញ្ជាឲ្យសមាជិកម្នាក់ទៅពិនិត្យឆ្កែព្រៃឲ្យលឿនចៅព្រៃនោះបានឈរឡើងយ៉ាងលឿនហើយបោះជើងទៅលើឆ្កែព្រៃមួយក្បែរគាត់ដើម្បីបញ្ឈប់សំឡេងហោរារបស់វាបន្តិចចន្លោះពេលដែលគាត់បដូរចំណាប់អារម្មណ៍អាធឺបានប្រើឱកាសនោះភ្លាមគាត់បញ្ចេញដាវម៉ាណាហើយលោតចុះពីក្រោយចៅព្រៃនោះប៉ុន្មានវិនាទីបន្ទាប់ចៅព្រៃនោះបានស្លាប់ដោយរបួសកាត់ជាច្រើនអាធឺយកអាវុធរបស់ចៅព្រៃនោះ
ហើយពេលមានម្នាក់ទៀតមកពិនិត្យសំឡេងអាធឺបានលោតឡើងលើខ្នងគាត់ហើយកាត់បូមអត់គាត់ឥឡូវនេះចៅព្រៃពីរនាក់បានដួលរលំទៅហើយប៉ុន្តែរាងកាយរបស់អាធឺក៏ចាប់ផ្ដើមនឿយហត់ដែរដូច្នេះគាត់ត្រូវតែបញ្ចប់រឿងនេះឲ្យបានលឿនពេលនោះចៅព្រៃម្នាក់ទៀតបានមកមើលថាតើអ្វីបានកើតឡើងជាមួយពីរនាក់មុនដូច្នេះអាធឺព្យាយាមវាយគាត់ភ្លាមដែរប៉ុន្តែគាត់ខកខានតែបានកាត់ជើងបុរសនោះប៉ុណ្ណោះចៅព្រៃនោះស្រែកឡើងបង្កើនការយល់ដឹងរបស់អ្នកដទៃអំពីវត្តមានរបស់អាធឺមេក្រុមចៅព្រៃបានយល់ភ្លាមថាអាធឺជាអ្នកវេទមន្តហើយដឹងថាការប្រយុទ្ធនេះមិនមែនជារឿងសាមញ្ញទេទោះជាយ៉ាងណាគាត់មិនចង់ឲ្យអាធឺស្លាប់ទេចុងក្រោយការលួចក្មេងអ្នកវេទមន្តនៅទីផ្សារខ្មៅអាចរកលុយបានច្រើនជាងក្មេងស្រីអេលហ្វផងដែរមេក្រុមចៅព្រៃចាប់ផ្ដើមបញ្ចូលវេកមន្តចូលទៅក្នុងដៃរបស់គាត់ហើយវាយប្រហារទៅលើអាធឺដោយការវាយមួយបណ្ដាលឲ្យអាធឺលោតថយក្រោយហើយព្យាយាមវាយតបដោយជើងទោះបីជាមេក្រុមចៅព្រៃជិះវៀនបានយ៉ាងជំនាញក្តីអាធឺក៏ព្យាយាមធ្វើឲ្យគាត់ភ្ញាក់ផ្អើលដោយបោះកាំបិតរបស់ខ្លួនប៉ុន្តែចៅព្រៃនោះចាប់បានកណ្ដាលខ្យល់ហើយប្រើវាវិញប្រឆាំងនឹងគាត់ជាផលវិបាកអាធឺត្រូវបានបោះចោលទៅលើដីហើយចៅព្រៃក៏លើកជើងអាធឺឡើងដើម្បីប្រមាថមេក្រុមចៅព្រៃប្រមាថអាធឺថាគាត់មិនអាចប្រកួតប្រជែងនឹងមនុស្សពេញវ័យក្នុងកម្លាំងដាច់ខាតបានទេហើយអាធឺក៏ដឹងថាវាជាការពិតដូច្នេះអាធឺបដូរយុទ្ធសាស្ត្រហើយវាប្រហារដោយវេទមន្តវិញគាត់បោះបាល់ភ្លើងត្រង់ទៅលើជង្គង់ចៅព្រៃហើយនៅពេលបុរសនោះស្រែកដោយឈឺចាប់អាធឺក៏ចាក់កាំបិតចូលក្បាលគាត់បន្ទាប់ពីចៅព្រៃផ្សេងទៀតត្រូវបានដោះស្រាយរួចមានតែអ្នករងរបួសម្នាក់នៅសល់ប៉ុណ្ណោះអាធឺក៏បញ្ចប់ជីវិតគាត់ហើយបន្ទាប់មកប្រញាប់ទៅពិនិត្យមើលក្មេងស្រីនៅក្នុងរថយន្តសេះក្មេងស្រីនោះត្រូវបានបិទភ្នែកពេញមួយពេលនេះដោយមិនដឹងអ្វីកើតឡើងសោះដូច្នេះអាធឺក៏ផ្ដល់ការធានាឲ្យនាងថាចៅព្រៃទាំងអស់បានបាត់ទៅហើយនាងមានសុវត្ថិភាពឥឡូវនេះឈ្មោះនាងគឺទេសានៅពេលអាធឺជួយនាងចេញពីយន្តសេះគាត់ប្រាប់នាងថានាងអាចត្រឡប់ទៅផ្ទះវិញបានដោយសេរីតែទេសាមើលឃើញឈាមលើដៃអាធឺហើយក៏កើតការព្រួយបារម្ភយ៉ាងខ្លាំងចំពោះគាត់អាធឺយល់ថាជារឿយកុមារនឹងមានអារម្មណ៍កក់ក្ដៅពេលឃើញឈាមដូច្នេះវាមិនសមរម្យទេក្នុងការឲ្យនាងឃើញសពអ្នកស្លាប់ដែលកំពុងក្រឡេកលើដីគាត់ស្នើសុំឲ្យទេសារស់នៅទីនោះសិនរួចទៅយកស្រោមមួយគ្រប់សពចោលព្រៃទាំងអស់ទេសាសួរអាធឺថាតើបុរសដែលបានចាប់នាងទៅកើតអ្វីឡើងខ្លះដោយមិនចង់បារម្ភថាគាត់បានសម្លាប់ពួកគេអាធឺគ្រាន់តែពន្យល់ថាពួកគេមានអាករមួយតិចតួចហើយនឹងមិនបង្កការលំបាកដល់នាងទៀតទេក្មេងស្រីមិនសួរបន្ថែមទេដូច្នេះអាធឺបានយកសម្ភារៈរបស់នាងពីយន្តរបស់ចៅព្រៃហើយផ្ដល់ឲ្យនាងវិញបន្ទាប់ពីនិយាយលាដោយរហ័សគាត់ក៏បង្វើគាត់គិតថាកុមារមានទំនោរតែមានអារម្មណ៍កក់ក្ដៅពេលឃើញឈាមដូច្នេះវាអាចមិនសមរម្យទេក្នុងការឲ្យនាងឃើញសពស្លាប់ក្រឡេកក្រឡងនៅលើដីគាត់ស្នើសុំឲ្យទេសាឈប់ស្នាក់នៅទីនោះបន្តិចហើយបន្តយកស្បង់គ្រប់លើសចៅព្រៃទាំងអស់ទេសាសួរអាធឺថាតើបុរសដែលបានចាប់នាងទៅកើតអ្វីឡើងខ្លះដោយមិនចង់បារម្ភថាគាត់បានសម្លាប់ពួកគេអាធឺគ្រាន់តែពន្យល់ថាពួកគេមានអាករមួយតិចតួចហើយនឹងមិនបង្កការលំបាកដល់នាងទៀតទេក្មេងស្រីមិនសួរបន្ថែមទៀតទេដូច្នេះអាធឺបានយកសម្ភារៈរបស់នាងពីយន្តរបស់ចៅព្រៃហើយប្រគល់ឲ្យនាងវិញបន្ទាប់ពីនិយាយលាដោយរហ័សគាត់បង្វើខ្លួនចេញទៅគាត់នៅតែមានដំណើរឆ្ងាយមួយត្រូវតែធ្វើត្រឡប់ទៅផ្ទះប៉ុន្តែទេសាបានចាប់ដៃគាត់យ៉ាងភ្លាមហើយសុំឲ្យគាត់កុំចាក់ចេញនាងភ័យខ្លាចខ្លាំងចំពោះការត្រូវនៅម្នាក់ឯងបើអាធឺបោះបង់នាងនៅទីនេះនាងអាចត្រូវក្លាយជាសត្វបង្ហាញសម្រាប់រូបចម្លាក់ឈើដែលកំពុងលាក់ខ្លួននៅក្នុងព្រៃគាត់សួរថាយ៉ាងហោចណាស់នាងដឹងផ្លូវទៅផ្ទះទេហើយទោះបីនាងស្គាល់ទីដែលក៏ដោយក៏នាងមិនដឹងថាភូមិនាងស្ថិតនៅឆ្ងាយប៉ុន្មានទេអាធឺមិនសប្បាយចិត្តអំពីរឿងនេះទេប៉ុន្តែជ្រៅក្នុងចិត្តគាត់ដឹងថាទេសាមិនអាចរស់រានមានជីវិតតែម្នាក់ឯងក្នុងដំណើរនេះទេដោយមិនសូវចង់ធ្វើគាត់យល់ព្រមនាំនាងត្រឡប់ទៅផ្ទះគាត់មើលឆ្កែហើយសម្រាប់ពេលខ្លីមួយគាត់ចូលចិត្តគំនិតប្រើឆ្កែទាំងនោះដើម្បីធ្វើឲ្យដំណើររបស់ពួកគេរហ័សឡើងប៉ុន្តែព្រោះគាត់មិនដឹងថាត្រូវគ្រប់គ្រងឆ្កែយ៉ាងដូចម្តេចទេគាត់គិតថាល្អបំផុតគឺទុកឆ្កែទាំងនោះនៅទីនោះទៅទោះជាយ៉ាងណាទេសាអាងថាយ៉ាងហោចណាស់ពួកគេគួរដោះខ្សែក្រវ៉ាត់វេទមន្តចេញពីឆ្កែដើម្បីឲ្យពួកវាអាចត្រឡប់ទៅព្រៃវិញអាធឺព្រមាននាងថាមេឃ្មុំអាចក្លាយជាដាច់សោតពេលដោះខ្សែក្រវ៉ាត់ចេញប៉ុន្តែនាងជឿថានាងនឹងសុខសប្បាយព្រោះនាងមិនធ្វើអ្វីប៉ះពាល់ឲ្យពួកវាឡើយហើយដោយសារតែនាងរស់នៅក្នុងព្រៃនេះនាងមានកាតព្វកិច្ចថែរក្សាសត្វដែលរស់នៅទីនេះផងដែរចុងក្រោយនាងបានដោះខ្សែក្រវ៉ាត់ចេញពីមេឃ្មុំហើយដោយដែលរំពឹងទុកពួកវាបានដើរចេញទៅក្នុងព្រៃវិញយ៉ាងស្ងប់ស្ងាត់ព្រឹកថ្ងៃបន្ទាប់អាធឺនិងទេសាចាប់ផ្ដើមធ្វើដំណើរទៅភូមិអេលហ្វហើយបន្ទាប់ពីពេលខ្លីពួកគេបានផ្អាកដើម្បីញ៉ាំអាហារអាធឺចំអិនស៊ុបសាមញ្ញមួយហើយបង្ខំឲ្យនាងញ៉ាំដោយពន្យល់ថានាងត្រូវការកម្លាំងសម្រាប់ដំណើរដ៏វែងមុខ
ទេសាមានអារម្មណ៍ថាក្លិនស៊ុបមិនសូវធម្មតាទេព្រោះវាត្រូវបានធ្វើពីសាច់ស្ងោរនិងអំបិលប៉ុណ្ណោះដូច្នេះវាមិនសូវឆ្ងាញ់ទេប៉ុន្តែវាល្អជាងអត់បាយញ៉ូម៉ាទេសាសួរអាធឺថាតើអ្វីបានជាគាត់មកព្រៃអែសៀនេះដំបូងព្រោះមនុស្សមិនសូវចូលមកទីនេះទេជាពិសេសក្មេងដែលធ្វើដំណើរតែម្នាក់ឯងបន្ទាប់មកអាធឺបានពន្យល់ថាគាត់ត្រូវបានបំបែកចេញពីគ្រួសាររបស់គាត់ហើយមិនដឹងដោយរបៀបណាទេគាត់បានមកដល់ទីនេះបន្ទាប់មកអាធឺសួរទេសាថាជីវិតនៅក្នុងនគរអេលីនៅមានអ្វីខ្លះហើយនាងស្រឡាញ់រស់នៅទីនោះណាឪពុកម្ដាយរបស់នាងភាគច្រើនរវល់ធ្វើការដូច្នេះនាងស្ទើរតែចំណាយពេលជាមួយអ្នកបម្រើនិងតាអ្នកនាងពួកគេបន្តធ្វើដំណើរទៅមុខប៉ុន្តែដោយសារទេសាមិនដឹងថាភូមិរបស់នាងស្ថិតឆ្ងាយប៉ុណ្ណាទើបវាពិបាកបញ្ជាក់ថាដំណើរនេះនឹងចំណាយពេលប៉ុន្មានដើម្បីធ្វើឲ្យរឿងកាន់តែធ្វើឲ្យខកចិត្តស្ដេចទេសាបានដោះស្រាយឲ្យរត់គេចខ្លួនបានតាមពួកគេមករយៈពេលមួយរួចហើយអាធឺក៏ចាប់ផ្ដើមសោកស្ដាយយ៉ាងខ្លាំងដែលមិនសម្លាប់ពួកវាពេលដែលគាត់មានឱកាសយប់នោះអាធឺជ្រើសរើសថែរក្សាយាមនៅខាងក្រៅតង់ដើម្បីធានាថាទាំងនោះមិនមកវាយប្រហារគាត់និងទេសាខណៈពេលពួកគេដេកប៉ុន្តែបន្ទាប់ពីរយៈពេលមួយទេសាបានលូកក្បាលចេញមកហើយជំរុញឲ្យអាធឺចូលគេងគាត់បន្តថាគាត់មិនទាន់នឿយហត់ទេហើយមានផែនការថែរក្សាយាមបន្តប៉ុន្តែទេសាវែងខ្លាចពេកមិនអាចនៅម្នាក់ឯងបានទេដូច្នេះនាងសុំឲ្យគាត់ចូលទៅក្នុងតង់ជាមួយនាងវិញចុងក្រោយអាធឺក៏ព្រមចុះដោយជ្រើសរើសថែរក្សាយាមពីក្នុងតង់ដើម្បីបន្ធូរចិត្តទេសានាងព្យាយាមធ្វើជាមិនខ្លាចប៉ុន្តែនាងតែងតែបញ្ជាក់ថាអាធឺត្រូវនៅជិតនាងជានិច្ចមុនពេលចូលគេងនាងចង់ដឹងអំពីគោលមនុស្សហើយសួរអាធឺថាតើពិតមែនទេដែលមនុស្សទាំងអស់គឺជាអ្នកប៉ិនប្រសពដែលមានភរិយាច្រើនអាធឺភ្ញាក់ផ្អើលពេលទេសានិយាយបែបនោះហើយសួរថានាងបានឮពីណាទេសាក៏ប្រាប់ថាជាអ្នកតារបស់នាងដែលនិយាយអាធឺទទួលស្គាល់ថាមានមនុស្សខ្លះបែបនោះពិតប្រាកដប៉ុន្តែគាត់បញ្ជាក់ថាមនុស្សភាគច្រើនពិតជាសាមញ្ញណាស់ទេសាគួរឲ្យជឿលើពាក្យរបស់គាត់បន្ទាប់មកនាងក៏បង្វិលខ្លួនហើយដេកឃ្លាមនៅពេលព្រឹកមកដល់អាធឺនិងទេសាបានភ្ញាក់ឡើងហើយបន្តធ្វើដំណើររបស់ពួកគេក្នុងរយៈពេលប្រមាណថ្ងៃចុងក្រោយនេះទេសាបានចាប់ផ្ដើមស្រឡាញ់អាធឺខ្លាំងហើយឥឡូវនេះពេលអនុស្សាវរីយ៍អំពីពាណិជ្ជករទាសករបានលងបាត់ទៅនាងក៏មើលទៅសប្បាយចិត្តជាងមុនទោះបីជាជំនាញរស់រានមានជីវិតរបស់នាងនៅតែខ្សោយក៏ដោយនាងមិនអាចឆ្លងទន្លេដោយខ្លួនឯងបានទេដល់ថ្នាក់អាធឺត្រូវតែអោបនាងឆ្លងទៅស្រាប់តែអាធឺមានអារម្មណ៍ជឿខ្លាំងនៅក្នុងទ្រូងហើយគាត់មិនអាចយល់បានថាអ្វីជាមូលហេតុនោះទេទេសាដែលមើលទៅព្រួយបារម្ភយ៉ាងច្បាស់បានរត់ទៅស្វែងរកស្លឹកអស្តដែលអាចប្រើបានប៉ុន្តែអាធឺមានអារម្មណ៍ថានេះមិនមែនជាជំងឺធម្មតាទេខណៈដែលគាត់ផ្អែកខ្នងលើដើមឈើដើម្បីទទួលបានការគាំទ្រស្ដែលបានឃើញពីមុនស្រាប់តែបង្ហាញខ្លួនឡើងវិញហើយអាធឺចាប់ផ្ដើមភ័យខ្លាចដោយដឹងថាគាត់មិនមានសមត្ថភាពការពារខ្លួនឯងទេប្រសិនបើវាចង់វាយប្រហារទេសាមកត្រឡប់វិញជាមួយស្លឹកអសដូច្នេះអាធឺបានប្រមាននាងឲ្យនៅឆ្ងាយព្រោះស្នោះអាចមានគ្រោះថ្នាក់អន្តរវ័យដែលធ្វើឲ្យគាត់ភ្ញាក់ផ្អើលគឺមេឆ្កែព្រៃនោះគ្រាន់តែយកជ្រូកព្រៃស្លាប់មកដាក់មុខអាធឺហើយដើរចេញទៅវិញអាធឺមានអារម្មណ៍ច្របូកច្របល់ចំពោះអ្វីដែលកើតឡើងប៉ុន្តែទេសាសន្មតថាស្នោះកំពុងព្យាយាមអរគុណគាត់ចំពោះការជួយពីមុនល្ងាចនោះអាធឺនិងទេសាបានបោះជំរំហើយបរិភោគសាច់អាំងនៅជិតភ្លើងម្ហូបនោះមានរសជាតិឆ្ងាញ់ជាងស៊ុបយ៉ាងច្រើនហើយទេសាក៏ស្រឡាញ់វាខ្លាំងណាស់ផងដែរមុននេះបន្តិចខណៈដែលនាងចេញទៅរកស្លឹកអស្តនាងបានជួបខ្លះដូច្នេះនាងបានចែករំលែកវាជាមួយអាធឺទោះបីជាគាត់គួរតែបដិសេធមើលទៅចម្លែកនោះក៏ដោយព្រោះវាបានធ្វើឲ្យគាត់រងការរលាកពោះយ៉ាងធ្ងន់ធ្ងរពេលអាធឺបញ្ចប់រឿងរបស់គាត់មានអារម្មណ៍នឿយហត់ខ្លាំងហើយស្ទើរតែសន្លប់ប៉ុន្តែទេសានៅតែបន្តនិយាយជែកជាមួយគាត់នាងចាប់ផ្ដើមប្រាប់អាធឺអំពីរឿងដែលតារបស់នាងធ្លាប់អានសៀវភៅរឿងឲ្យនាងស្ដាប់អំពីកុលមនុស្សនិងនគរតន្ត្រីដែលធ្វើឲ្យនាងស្រមៃចង់ទៅលេងដែនទាំងនោះអកុសលណាស់នាងមិនដែលមានឱកាសនោះឡើយព្រោះជនជាតិអេឡូវតែងតែមានការប្រុងប្រយ័ត្នចំពោះមនុស្សពីជនជាតិសាសផ្សេងមួយផ្លែតនោះទេសាបានដឹងថាអាធឺមិនបានស្ដាប់ពាក្យណាមួយដែលនាងនិយាយទេប៉ុន្តែនាងដឹងថាគាត់គ្រាន់តែអស់កម្លាំងស្រណោះប៉ុណ្ណោះដូច្នេះនាងបានគ្រប់អាវដៃឲ្យគាត់ហើយសូមឲ្យគាត់សុបិនល្អព្រឹកថ្ងៃបន្ទាប់គូទាំងពីរបន្តធ្វើដំណើររបស់ពួកគេតែការឈឺចាប់នៅក្នុងទ្រូងរបស់អាធឺកាន់តែខ្លាំងឡើងទេសាបានសុំទោសដែលមិនដឹងរបៀបធ្វើឲ្យគាត់ស្រួលឡើងប៉ុន្តែអាធឺបានផ្ដល់ភាពប្រកបថាវាមិនមានអ្វីទេបន្ទាប់មកនាងបានផ្លាស់ប្ដូរទីនៃការសន្ទនាដោយសួរថាតើនាងអាចហៅគាត់ថាអាកបានទេព្រោះឥឡូវនេះនាងចាប់ផ្ដើមមើលគាត់ជាមិត្តម្នាក់ចុងក្រោយពួកគេបានចែករំលែកពេលវេលាជាច្រើននិងកាន់តែជិតស្និទ្ធគ្នាខ្លាំងអាធឺប្រាប់នាងថាគាត់ព្រមជាមិត្តជាមួយនាងហើយទេសាមើលទៅភ្ញាក់ផ្អើលចំពោះវិធីដែលគាត់ទទួលយកយ៉ាងធម្មតា
ដោយមានយំលេងសើចអាធិស្បោះយ៉ាងធ្ងន់ធ្ងរថានឹងថែរក្សាទុករាល់វិនាទីដែលទេសាគិតថាគាត់ជាមិត្តពន្ធការលេងសើចរបស់គាត់វិញធ្វើឲ្យនាងខឹងនាងបន្ទោសឲ្យគាត់បញ្ឈប់ធ្វើខ្លួនមិនទាន់ដល់វ័យបែបនោះអាធិឃើញវាសើចសប្បាយចិត្តណាស់ដែលនាងជាមនុស្សម្នាក់ហៅគាត់ថាក្មេងជាពិសេសបន្ទាប់ពីនាងជាអ្នកសុំឲ្យគាត់ស្និទ្ធចិត្តនាងព្រោះនាងភ័យប៉ុន្តែទេសាអង្គថាវាផ្សេងគ្នាស្រួលបើទោះបីជាយ៉ាងណាដាក់រឿងនោះចោលសិនអាធិចាប់អារម្មណ៍អ្វីមួយទេសាជាមិត្តពិតប្រាកដដំបូងបង្អស់ដែលអាធិធ្លាប់មាននៅក្នុងលោកចាស់របស់គាត់មនុស្សគេភ័យគាត់ខ្លាំងណាស់ហើយគាត់មិនធ្លាប់មាននរណាម្នាក់ដែលគាត់អាចគិតថាជាមិត្តពិតបានឡើយរហូតដល់ពេលនេះនៅពេលនោះទេសាសង្កេតឃើញអ្វីមួយដែលមើលទៅស្រដៀងនឹងអ្វីដែលនាងស្គាល់ដូច្នេះនាងហៅអាធិឲ្យមកមើលអាធិដើរទៅកាន់ទីនោះដោយគិតថាអាចនឹងបានជួបឪពុកម្ដាយរបស់គាត់ចុងក្រោយប៉ុន្តែជំនួសវិញគាត់ឃើញខ្លួនឯងកំពុងមើលទៅដើមឈើធំមួយដែលមានច្រកទ្វារមួយនៅក្នុងដំណក់ដើមទេសាអធិប្បាយថានេះគឺជាច្រកចូលទៅភូមិអេលហ្វបន្ទាប់មកនាងម្ដាយហើយអញ្ជើញអាធិឲ្យដើរតាមនាងចូលទៅខាងក្នុងគួរឲ្យសោកស្ដាយអេលហ្វនៅតែមានការស្អប់ខ្ពើមយ៉ាងជ្រាលជ្រៅចំពោះមនុស្សដូច្នេះពេលអាធិដើរចូលទៅក្នុងភូមិអេលហ្វគាត់ត្រូវបានចាប់ខ្លួនភ្លាមហើយយានការពារដាក់ដាវច្រានទៅក្បាលលោកដោយស្ថិតក្នុងស្ថានភាពអស់សង្ឃឹមគាត់បង្វិលមុខទៅរកទេសាសង្ឃឹមថានាងនឹងនិយាយជួយគាត់ប៉ុន្តែធ្វើឲ្យគាត់ភ្ញាក់ផ្អើលនាងគ្រាន់តែមើលគាត់ដោយភ្នែកត្រជាក់ដោយមិនបញ្ចេញពាក្យណាមួយសោះពេលឃើញរឿងនេះអាធិចាប់ផ្ដើមសង្ស័យថាទេសាចង់បញ្ឈប់គាត់ឲ្យដួលចូលក្នុងអន្ទាក់ហើយគាត់មិនជឿថាខ្លួនឯងអាចជឿលើគំនិតថាមាននរណាម្នាក់ចង់ធ្វើមិត្តជាមួយគាត់ពិតទេបន្ទាប់ពីអ្វីទាំងអស់នេះគាត់បានឆ្លងកាត់ការប្រព្រឹត្តក្បត់ជាច្រើននៅជីវិតមុនរបស់គាត់រួចហើយមុនពេល Ivis នឹងសម្លាប់គាត់ដោយមានទេសាមើលស្ងៀមត្រូវបានបង្ហាញថានាងមិនមានពាក់ព័ន្ធនឹងការប្រព្រឹត្តក្បត់នេះទេមិនច្បាស់ថាហេតុអ្វីបានជានាងស្ងៀមមកដល់ពេលនេះប៉ុន្តែពេលដែលនាងអ្នកការពារប្រកាសថាពួកគេនឹងសម្លាប់អាធិនាងចុងក្រោយបាននិយាយឲ្យបញ្ជាឲ្យពួកគេឈប់អ្នកការពារម្នាក់ប្រឆាំងថាក្មេងនេះជាមនុស្សព្រៃប៉ុន្តែទេសាវិញថាអាធិមិនមែនជាការគំរាមកំហែងទេជាការពិតគាត់ជាមូលហេតុតែមួយដែលធ្វើឲ្យនាងអាចត្រឡប់មកផ្ទះវិញដោយសុវត្ថិភាពសក្ខីកម្មរបស់ទេសាគួរតែគ្រប់គ្រាន់ដើម្បីធ្វើឲ្យអ្នកការពារស្ងប់ស្ងៀមហើយពិចារណាឡើងវិញអំពីការសម្លាប់អាធិប៉ុន្តែផ្ទុយទៅវិញគាត់បានមិនអើពើហើយសន្មត់ថាអាធិបានបោកបញ្ឆោតនាងឲ្យជឿថាគាត់ជាមនុស្សល្អដូច្នេះអ្នកការពារនោះនៅតែមានបំណងសម្លាប់គាត់ដែរប៉ុន្តែមុនពេលគាត់អាចបញ្ចប់បានបុរសចាស់ម្នាក់បានដើរចេញមុខហើយបញ្ជាឲ្យពួកគេដោះស្រាយក្មេងប្រុសឈ្មោះរបស់គាត់គឺវីរីអុនជាជើតាដែលជាបុរសចាស់របស់ទេសានិងជាព្រះមហាក្សត្រចាស់នៃជនជាតិអេលហ្វគាត់មានហេតុផលច្រើនជាងគេហើយគាត់ជឿទេសានៅពេលនាងបញ្ជាក់ថាអាធិបានជួយសង្គ្រោះជីវិតនាងប៉ុន្តែបន្ទាប់មកគាត់ក៏សុំអភ័យខ្លួនពីអាធិផងដែរចំពោះការប្រព្រឹត្តខុសប្រក្រតីចំពោះគាត់បន្ទាប់ពីអ្វីទាំងអស់ដែលគាត់បានធ្វើដើម្បីជួយសង្គ្រោះទេសាទោះជាយ៉ាងណាវាក៏មើលទៅសង្ស័យណាស់ដែរដែលព្រះនាងដែលបាត់ខ្លួនបានបង្ហាញខ្លួនឡើងវិញជាមួយក្មេងប្រុសមិនស្គាល់មុខម្នាក់អាធិមានអារម្មណ៍ស្រួលចិត្តដែលគាត់មិនត្រូវបានប្រហារជីវិតទៀតទេប៉ុន្តែគាត់ក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងដែរពេលដឹងថាទេសាជាព្រះនាងព្រោះនាងមិនដែលប្រាប់គាត់សោះទោះបីជាធ្វើដំណើរជាមួយគ្នាច្រើនថ្ងៃក៏ដោយទេសាមើលទៅមិនគិតថាវាជារឿងគួរឲ្យនិយាយសោះនៅពេលនោះផងដែរម្ដាយឪពុករបស់ទេសាក៏មកដល់ដោយបានជូនដំណឹងថាកូនស្រីរបស់ពួកគេត្រូវបាននាំត្រឡប់មកវិញហើយទេសាក៏រត់ចូលឲ្យពួកគេភ្លាមដោយមានអារម្មណ៍រីករាយខ្លាំងណាស់ដែលបានជួបពួកគេវិញបន្ទាប់ពីរយៈពេលយូរបើទេសាជាព្រះនាងនោះតាមហេតុផលឪពុកម្ដាយរបស់នាងត្រូវតែជាព្រះមហាក្សត្រនិងព្រះមហាក្សត្រីនៃអេលេណូអកុសលណាស់ពួកគេមិនសមរម្យដោយព្រះអង្គវីរិយងនោះទេនៅពេលឪពុករបស់ទេសាសង្កេតឃើញអាធិគាត់បានសួរដោយកំហឹងថាហេតុអ្វីមនុស្សព្រៃម្នាក់នេះឈរនៅក្នុងនគររបស់គាត់បានបញ្ជាឲ្យទាហានចាប់មនុស្សម្នាក់នោះហើយប្រហារជីវិតគាត់នៅទីនោះភ្លាមប៉ុន្តែមិនមាននរណាម្នាក់អនុវត្តតាមសោះទោះបីជាគាត់ជាព្រះមហាក្សត្រដែលកាន់អំណាចក៏ដោយក៏ព្រះអង្គវីរិយងបានបញ្ជាឲ្យកុំប៉ះពាល់អាធិរហើយទាហានទាំងអស់ក៏ខ្លាចព្រះអង្គវីរិយងពេកដល់ថ្នាក់មិនហ៊ានប្រឆាំងនឹងព្រះអង្គទេជីដូនអែលហ្វម្នាក់បានចូលមកជួយរំលឹកព្រះមហាក្សត្រថាអាធិគឺជាអ្នកដែលបានជួយសង្គ្រោះទេសានិងនាំនាងត្រឡប់មកផ្ទះដោយសុវត្ថិភាពដូច្នេះពួកគេមិនអាចប្រើប្រាស់គាត់ដូចសត្រូវម្នាក់បានទេទេសាក៏បញ្ជាក់ផងដែរថាអាធិគួរត្រូវបានទទួលស្វាគមន៍ដូចជាអ្នកអញ្ជើញកិត្តិយសនៅក្នុងប៉ាឡេស្ទីនរបស់ពួកគេមិនមែនជាអ្នកទោសទេប៉ុន្តែឪពុកនាងក៏នៅតែស្ទាក់ស្ទើរក្នុងការទទួលយករឿងនេះដោយសារតែមនុស្សត្រូវបានហាមឃាត់យ៉ាងតឹងរឹងមិនឲ្យចូលទៅក្នុងនគរអែលហ្វឡើយទាំងឡើយកាន់តែសោះក្នុងប៉ាឡេស្ទីនព្រះរាជាប៉ុន្តែគិតពីការត្រូវដោះស្រាយនឹងការរលឹករលាយរបស់ទេសាគឺគ្រប់គ្រាន់ហើយសម្រាប់ធ្វើឲ្យគាត់បែរជាយល់ព្រមដោយមិនសប្បាយចិត្តក្នុងការទទួលអាធិជាអ្នកអញ្ជើញដោយមានការគោរព
បន្ទាប់ពីការយល់ច្រឡំត្រូវបានដោះស្រាយរួចក្រុមគេក៏ត្រៀមខ្លួនដើម្បីទៅកាន់ប៉ាឡេស្ទីនប៉ុន្តែមុនពេលចេញដំណើរវីរីអុនបានប្រាប់អាធូថាគាត់ចង់និយាយផ្ទាល់ជាមួយគាត់នៅពេលក្រោយអាធូមានអារម្មណ៍ប្រុងប្រយ័ត្នបន្តិចនៅជុំវិញវីរីអុនព្រោះគាត់អាចដឹងថាបុរសចាស់នោះមានអំណាចដ៏អស្ចារ្យប៉ុន្តែគាត់មិនមានពេលច្រើនសម្រាប់គិតអំពីរឿងនោះទេព្រោះទេសាបានទាញគាត់ចេញទៅបង្ហាញទីតាំងជុំវិញភ្លាមនេះជាលើកដំបូងរបស់អាធឺដែលបានឃើញនគររបស់អេលហ្វហើយគាត់មានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងពីភាពខុសគ្នារវាងទីនេះនិងនគរមនុស្សទោះជាយ៉ាងណាការស្អប់មនុស្សនៅតែច្បាស់លាស់ព្រោះអេលហ្វរគ្នាដែលពួកគេឆ្លងកាត់សុទ្ធតែបញ្ឈប់អ្វីដែលពួកគេកំពុងធ្វើដើម្បីមើលអាធឺខណៈដែលគាត់ដើរជាមួយទេសាទៅកាន់ប៉ាឡេស្ទីនប៉ុន្តែគ្មាននរណាដែលហ៊ានបង្ហាញការប្រមាថគាត់ដោយផ្ទាល់ទេព្រោះឥឡូវនេះគាត់មានស្ថានភាពជាអ្នកអញ្ជើញព្រះរាជាផ្លូវការហើយទេសាគឺជាមនុស្សតែម្នាក់ដែលប្រើប្រាស់ភាពអំណោយផលិតពិតប្រាកដចំពោះគាត់ប៉ុន្តែអាធឺមិនអាចបញ្ឈប់ការចាប់អារម្មណ៍ថាហេតុអ្វីបានជាគាត់ស្ទាក់ស្ទើរយូរណាស់មុនពេលចូលមកជួយពេលយោធាកំពុងត្រៀមសម្លាប់គាត់ត្រឹមពេលនោះឯងការឈឺចាប់នៅក្នុងទ្រូងរបស់គាត់បានត្រឡប់មកវិញហើយវាកាន់តែធ្ងន់ធ្ងរឡើងរៀងរាល់ថ្ងៃទោះបីជាគាត់មិនទាន់ដឹងថាហេតុអ្វីបណ្ដាលឲ្យវាឡើយពេលពួកគេដល់ប៉ាសាលទេសាត្រូវបានបម្រើការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់អ្នកបម្រើរបស់នាងហើយនាងបានបញ្ជាក់ភ្លាមថាអាធឺត្រូវបានគេប្រើប្រាស់ភាពអំណោយផលិតនិងគោរពមិនថាគាត់ជាមនុស្សក៏ដោយបន្ទាប់ពីរៀបចំរឿងទាំងនោះរួចនាងបានបត់មករកអាធឺហើយសួរថាគាត់ចង់ទៅលេងជាមួយនាងទេមែនទេប៉ុន្តែអាធឺបានផ្ដល់យោបល់ថាគួរតែពន្យាពេលសិនគាត់គិតថាឪពុកម្ដាយរបស់នាងប្រហែលជាចង់ដឹងព្រឹត្តិការណ៍ទាំងអស់ដែលកើតឡើងចំពោះទេសានិងរបៀបដែលពួកគេអាចត្រឡប់មកវិញដោយសុវត្ថិភាពក្រុមបានដើរចូលទៅក្នុងបន្ទប់ប្រជុំហើយព្រោះពួកគេកំពុងត្រៀមមានការពិភាក្សាដោយសមរម្យទេសាបានបញ្ជាក់ថាគួរតែយកតែនឹងនំមកផងពេលភេសជ្ជៈនិងអាហារសម្រន់ត្រូវបានយកមក Tesh's Father បានចាប់ឱកាសណែនាំខ្លួនឯងយ៉ាងសមរម្យគាត់បានបង្ហាញឈ្មោះថា Alduin ហើយគាត់ជាព្រះមហាក្សត្រនៃ Eleanor ភរិយារបស់គាត់មានឈ្មោះ Merial ហើយជាក់ស្ដែងឪពុករបស់គាត់គឺមិនមែននរណាផ្សេងទេគឺ Virion អាធឺបានណែនាំខ្លួនថាជាក្មេងប្រុសធម្មតាម្នាក់នៅក្នុងទីក្រុងមួយនៃនគរសាប៉ាំងដឹងច្បាស់ថាមនុស្សធម្មតាដូចគាត់មិនធ្លាប់ត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុង Elena ទាំងកាន់តែសម្ដែងមុខជាមួយគ្រួសារព្រះរាជាឡើយដូច្នេះគាត់បានបង្ហាញការដឹងគុណចំពោះការទទួលស្វាគមន៍របស់ពួកគេ Alduin មានអារម្មណ៍ភ្ញាក់ផ្អើលចំពោះភាពស្ងប់ស្ងាត់និងភាពមនុស្សធម៌របស់អាធឺជាពិសេសសម្រាប់មនុស្សវ័យក្មេងដូចគាត់ប៉ុន្តែអ្វីដែលសំខាន់ជាងនេះគាត់កាន់តែចង់ស្ដាប់រឿងពេញលេញអំពីអ្វីដែលបានកើតឡើងជាមួយទេសានិងមូលហេតុដែលនាងបាត់ខ្លួនអាធឺបានប្រាប់រឿងទាំងស្រុងពីរបៀបដែលគាត់ត្រូវបានបំបែកចេញពីគ្រួសាររបស់គាត់ក្នុងពេលមានការវាយប្រហារពីក្រុមចៅលួចហើយបណ្ដាលឲ្យគាត់ចូលទៅក្នុងព្រៃ Elven ទោះបីជាគាត់មិនបានបញ្ជាក់អំពីការជួប Sylvie ក្នុងផ្ទះមនុស្សក៏ដោយបន្ទាប់មកគាត់បានពិពណ៌នាពេលដែលគាត់ជួបទេសាដែលពន្យល់ថាគាត់បានរកឃើញនាងកំពុងត្រូវបានជួញដូរជាស្ត្រីពលកម្មដោយពាណិជ្ជករទាបឲ្យដោយអស់សំណើចខ្លាំងណាស់ដែលមនុស្សមានភាពក្លាហានដល់ថ្នាក់ព្យាយាមលក់ទេសាជាទាសករប៉ុន្តែអាធឺបានបញ្ជាក់ថា Eleven ក៏ធ្លាប់ធ្វើបទល្មើសជួញដូរទៀតដែរដូច្នេះវាមិនមែនជាទម្លាប់អាក្រក់របស់មនុស្សប៉ុណ្ណោះទេបោះបង់រឿងនោះចោល Virion សួរថាតើអាធឺបានជួយសង្គ្រោះទេសាចេញពីពាណិជ្ជករទាសយ៉ាងដូចម្តេចអាធឺបន្ទាប់មកបានបង្ហាញថាគាត់បានសម្លាប់ពួកគេអស់ទាំងអស់ពេលដែលអ្នកការពារម្នាក់បានស្ដាប់រឿងនេះគាត់ចាប់ផ្ដើមស្រែកថាវាអស្ចារ្យមិនអាចជឿបានទេដែលក្មេងម្នាក់អាចបំបត្តិពាណិជ្ជករទាសបានដោយខ្លួនឯងប៉ុន្តែ Virion បានបិទមាត់គាត់យ៉ាងលឿនហើយព្រមានថាគាត់មិននិយាយម្ដងទៀតទេអាធឺមើលទៅមិនដូចជាកំពុងពុតទេដូច្នេះឲ្យដូចនិយាយថាគាត់មានទំនោរជារឿងនេះហើយឥឡូវនេះពេលដែលអ្នកទាំងអស់គ្នាបានយល់ច្បាស់អំពីអ្វីដែលបានកើតឡើងអាធឺបាននិយាយថាគាត់មានរឿងសុំជួយមួយដូចដែលគាត់បានពន្យល់រួចមកហើយគាត់បានជាប់គាំងនៅក្នុងព្រៃបន្ទាប់ពីការវាយប្រហាររបស់ក្រុមចៅដូច្នេះគាត់សង្ឃឹមថាពួកគេអាចជួយគាត់ត្រឡប់ទៅផ្ទះវិញឲ្យដូចខឹងខ្លាំងណាស់ដែលមនុស្សម្នាក់មានកំហឹងស្នើសុំជំនួយពីគ្រួសារ Ivan ប៉ុន្តែពិចារណាថាអាធឺបានខិតខំយ៉ាងខ្លាំងដើម្បីនាំទេសាឲ្យត្រឡប់មកផ្ទះដោយសុវត្ថិភាពវាក៏ត្រឹមត្រូវហើយដែលពួកគេគួរតែសងបំណុលនោះវិញលើសពីនេះទៀតប្រសិនបើឲ្យដោយបដិសេធមិនជួយអាធឺទេគាត់នឹងត្រូវទ្រាំទ្រនឹងការផ្ទុះកំហឹងរបស់ទេសាដែលមិនអាចជៀសវាងបាន